ចារឹកសមនឹងគេមិនឲ្យកូនហើយខឹងម្ដាយខាងស្រីមិនឲ្យតាក់ទងគ្នាខាងប្រុសផ្ញើវីដេអូខ្តៅសាច់ជាមួយកូនស្រីគេឲ្យម្ដាយគេមើលចុងក្រោយមានអីគុកបានសម្រេចកាលពីថ្ងៃទី26ខែឧសភាឆ្នាំ2025វេលាម៉ោងប្រមាណ 8:50 នាទីយប់មានករណីម្ដាយខាងស្រីដាក់ពាក្យប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនបុរសម្នាក់ដែលខឹងនឹងខ្លួនហាមតាក់ទងគ្នាបែរជាឆាតទៅគំរាមម្ដាយខាងស្រីបង្ហោះរូបភាពដែលខ្លួនរួមរយៈជាមួយកូនស្រីលើបណ្ដាញសង្គមនៅចំណុចភូមិព្រែកសំរោង2សង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្ដាលតាក់ទិនទៅនឹងករណីនេះតាមរយៈប្រភពព័ត៌មានបានឲ្យដឹងថាជនសង្ស័យមានឈ្មោះមានឆែមសុខៀងភេទប្រុសអាយុ21ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនមានទីលំនៅភូមិចំពោះក្អែកសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅរាជធានីភ្នំពេញចំណែកជនរងគ្រោះមានឈ្មោះរ៉ូតូណូភេទស្រីអាយុ17ឆ្នាំមុខរបរនៅផ្ទះមានទីលំនៅភូមិព្រែកសំរោង2សង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្ដាលតាមប្រភពបានឲ្យដឹងថាមុនកើតហេតុចាប់តាំងពីឆ្នាំ2022មកជនសង្ស័យនិងជនរងគ្រោះត្រូវជាសង្សារនឹងគ្នាហើយធ្លាប់បានរួមភេទជាមួយគ្នាជាញឹកញាប់នៅផ្ទះសំណាក់ដោយនៅពេលរួមភេទម្តងជនសង្ស័យតែងតែលួចថតវីដេអូឃ្លីបទុកមើលលុះក្រោយមករឿងនេះក៏បានដឹងដល់ម្ដាយជនរងគ្រោះគាត់ក៏បានហាមអ្នកទាំងពីរមិនឲ្យជួបគ្នាទៀតនោះទេលុះមកដល់ថ្ងៃទី21ខែឧសភាឆ្នាំ2025វេលាម៉ោង 8:50 នាទីយប់ជនសង្ស័យបានផ្ញើរូបភាពវីដេអូឃ្លីបដែលធ្លាប់រួមភេទកន្លងមកតាមTelegramចូលទៅក្នុងទូរស័ព្ទរបស់ម្ដាយជនរងគ្រោះដោយបានគំរាមម្ដាយជនរងគ្រោះថាបើសិនជាម្ដាយជនរងគ្រោះបំបែកបំបាក់មិនឲ្យគេជួបគ្នារូបគេនឹងបង្ហោះវីដេអូឃ្លីបដែលធ្លាប់រួមភេទជាមួយជនរងគ្រោះចូលក្នុងបណ្ដាញសង្គម Facebook ឲ្យផ្អើលខ្មាស់គេម្តងទើបម្ដាយខាងស្រីបានដាក់ពាក្យប៉ាន់តឹងនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីឲ្យសមត្ថកិច្ចចុះឃាត់ខ្លួនសង្ស័យបន្ទាប់ពីរូបគេបានសារភាពថាពិតជាបានរួមភេទជាមួយជនរងគ្រោះហើយយកទូរស័ព្ទលួចថតវីដេអូឃ្លីបទុកមើលនិងបានផ្ញើវីដេអូនោះតាមTelegramទៅម្ដាយជនរងគ្រោះហើយបាននិយាយគំរាមទៅម្ដាយជនរងគ្រោះដោយរៀបរាប់ខាងលើប្រាកដមែនបច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់